បងប្អូនដឹងអត់ហេតុអ្វីបានជាអ្នកស្រុកជនបទចូលចិត្តរស់នៅផ្ទះឈើហើយហេតុអ្វីបានជាអ្នកនៅរាជធានីភ្នំពេញចូលចិត្តធ្វើផ្ទះលំហែពីឈើព្រោះប្រភេទផ្ទះឈើវាផ្សារជាប់ជាមួយនឹងធម្មជាតិអ្នកស្រុកអ្នកភូមិពេលដែលរស់នៅផ្ទះឈើក៏គិតថាជាអារម្មណ៍ធម្មតាហើយបើទៅនៅផ្ទះថ្មវិញមានអារម្មណ៍ប្លែកចំណែកអ្នកទីក្រុងពេលរស់នៅផ្ទះឈើមានអារម្មណ៍ថាអស្ចារ្យបានកាត់បន្ថយអារម្មណ៍តានតឹងដាំដំណាំដាំបន្លែក្បែរលបងចំមន់ចំទាបែបលក្ខណៈធម្មជាតិរស់នៅបែបសុខភាពផ្លូវកាយផ្លូវចិត្តព្រោះនៅទីក្រុងវាតបប្រមល់តានតឹងមួយថ្ងៃគិតតែប្រឹងរកលុយគ្មានកន្លែងបន្ធូរអារម្មណ៍គ្មានពេលសម្រាកខួរក្បាលពេលដែលមកដល់ផ្ទះចំការខួរក្បាលបានស្រាកស្រានពេលត្រឡប់ទៅភ្នំពេញវិញនឹកឃើញគំនិតថ្មីរកលុយឲ្យបានច្រើនជាងមុនចឹងហើយបងប្អូនគួរតែលើកលៃរកដីម្ដុំធ្វើផ្ទះលំហែដាំដំណាំដាំបន្លែចំមន់ចំទាទិញផ្ទះលំហែពីខាងផ្ទះចល័តស្រុកសីសន្ធរផងហើយផ្ទះនេះតម្លៃរៀងធូរថ្លៃទេបងប្អូនទំហំ3ម៉ែត្រគុណនឹង6ម៉ែត្រជាប្រភេទផ្ទះខ្ពស់អត់បន្ទប់ទឹកតម្លៃវាតែ5500ទេ5500ហ្នឹងបងប្អូនបានមកកាផ្លេបានទាំងការដឹកជញ្ជូនបានប្រភេទឈើលេខ1បានចដាកាច់បែបនេះហើយបានម៉ូតផ្ទះស្អាតម៉ូតកោងក៏បានម៉ូតធម្មតាក៏បានវេរណ្ដាតូចក៏បានវេរណ្ដាធំក៏បានដោយផ្ទះនេះបងប្រុសបងស្រីគាត់កំងយកវេរណ្ដាខាងមុខ1ម៉ែត្រហើយសាច់ផ្ទះនៅសល់3ម៉ែត្រគុណនឹង5ម៉ែត្រយើងអាចដាក់ពូក2ដាក់ក្រែ2បើសិនជាបងប្អូនមិនចង់ចំណាយលុយអីទៀតដាក់តពូក2ទៅយើងអាចរស់នៅគ្នាបានច្រើនហើយយើងទៅសម្រាកម្ដងម្យាមគឺបានច្រើនហើយបងប្អូនកុំឲ្យចំណាយថវិកាទៅលើក្រែលើអីទៀតព្រោះអីក្តារបាតរបស់ខាងផ្ទះចល័តស្រុកសីសន្ធរគឺចិត្តឈឹងអត់មានចំហអត់មានប្រហោងអីទេគឺយើងលោកញីឈ្មោះទាំងក្តារក្រាទាំងក្តារអញ្ចាំងចេញមកគឺស្អាតបងប្អូនចេញមកគឺស្អាតបងប្រុសបងស្រីបានដាក់ទ្វារមួយសម្រាប់គាត់ធ្វើជាលក្ខណៈរៀនហាសម្រាប់អង្គុយលេងបងប្អូនគឺចេញមកគឺតំណងរបស់គាត់ហើយបងប្អូនមើលទៅឃើញស្អាតអត់បងប្អូនបើបងប្អូនឃើញស្អាតបងប្អូនសូមជួយទិញមួយទៅអត់ទាន់ជួយទិញទេបងប្អូនជួយ like ជួយ share ជួយឲ្យបេះដូងថ្ងៃណាមួយយើងជួបគ្នាអញ្ចឹងអត់មានអីទៀតទេបងប្អូនមានតែប៉ុណ្្នឹងទេបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងបើអត់ទាន់ទិញក៏អត់ទៅហើយបើចង់ដឹងព័ត៌មានអីបងប្អូនអាចសួរនាំបានគឺអត់ទាន់ទិញក៏បានដែរគ្រាន់តែសួរនាំសិនទៅក៏បានដែរបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណ